ទៅ walking street បើថាដឹងញ៉ាំអីទេគឺអាចសាក់បីកន្លែងនេះបានខ្ញុំឃើញប្លែកៗចុះបាទតម្លៃវាក៏គួរសមតិចទៅដូចជាមាន10000ជាងក៏ញ៉ាំបានដែរនៅកន្លែងគាត់ហ្នឹងដំបងគេហ្មងគឺខ្ញុំមកញ៉ាំមន់ក្រេពងនៅខាងគាត់និយាយទៅនៅខាងគាត់ហ្នឹងមន់ក្រេធ្វើភ្លាមៗមកហ្មងកំងហើយពឹបបានគាត់យកសាច់មន់ហ្នឹងគឺផ្លាក់គ្រឿងមកភ្លាមៗមកនិយាយទៅរសជាតិនៅខាងគាត់ហ្នឹងក៏ឆ្ងាញ់មួយយ៉ាងដែរខ្ញុំញ៉ាំនៅកន្លែងគាត់ហ្នឹងពី3ដងហើយដោយសារតែខ្ញុំទៅ walking street ហ្នឹងគឺយូរម្ដងទេដល់ពេលអញ្ចឹងទៅក៏សាក់នៅកន្លែងគាត់ហ្នឹងយើងចង់កំងទិញមន់សុទ្ធក៏បានឬមួយក៏មន់លេងមួយមីក៏បានដែរតម្លៃដូចគ្នាទេបាទនិយាយពីរសជាតិវិញចង់បានហឹរក៏បានអត់ហឹរក៏បានដែរយកឲ្យសេរីបានទៀតអញ្ចឹងហើយបន្តមកទៀតដល់ទៅថងរហូតនឹងទៅផ្លូវទៅផ្សារចាស់ក៏ឃើញនៅកន្លែងគាត់មានលក់ដូចជាស្បែកជ្រូកពងស្បែកមាន់ពងអញ្ចឹងនិយាយទៅបើរសជាតិក៏ឆ្ងាញ់មួយយ៉ាងដែរគ្រាន់តែស្បែកមាន់ពងនៅខាងគាត់ហ្នឹងបើតែញ៉ាំទៅគឺអត់សូវស្រួយទេទុកចោលរៀងយូរពេកចុះតែបើគ្រឿងដែលគាត់ក្លុកជីងមកហ្នឹងគឺរសជាតិឆ្ងាញ់មែនទៅដល់ហ្នឹងខ្ញុំក៏បានយកមកផ្អប់ដែរអញ្ចឹងបើតម្លៃវិញគឺខ្ញុំភ្លេចបាត់ហើយដោយសារតែខ្ញុំទៅរៀងយូរដែរដូចជា10000ជាងខ្ញុំភ្លេចបាត់ហើយបន្តមកទៀតចេញពីហ្នឹងទៅថងរហូតនឹងទៅផ្លូវទៅផ្សារចាស់ក៏ឃើញនៅកន្លែងគាត់មានលក់ដូចជាគៀវអំពងសាយ៉យហ្នឹងក៏មានច្រើនដែរហើយជាមួយនឹងគោងអីដែរទៅអាចមើលក្នុងវីដេអូហ្នឹងបានបើគាត់មានច្រើនបើតម្លៃវិញដូចជាប្រហែល10000ជាងតិចតួចទេខ្ញុំទៅដល់ហ្នឹងក៏បានឲ្យគាត់ដាក់លាយហ្មងទៅយកសាយ៉ផងជាមួយនឹងអាមួយទៀតហើមូដូចជាហើកំងហើយពឹបបានគាត់យកទាំងអស់ហ្នឹងទៅពងភាសាទៀតពេលដែលញ៉ាំទៅគឺនៅក្តៅៗហើយស្រួយហ្មងបន្ទាប់ពីទិញហើយក៏មកហើកន្លែងអង្គុយញ៉ាំនិយាយទៅនៅ walking street ហ្នឹងអញថាហៀបពិបាកហើកន្លែងអង្គុយញ៉ាំតិចដល់សារតែកន្លែងខ្លះគឺគេដាក់កន្លែងរបស់គេមកដល់ពេលអញ្ចឹងទៅអង្គុយឲ្យកើតទេហើយបើកន្លែងអង្គុយសាធារណៈវិញគឺមានអ្នកខ្លះគេដាក់បានពេញនឹងទៀតដល់ពេលអញ្ចឹងទៅអង្គុយឲ្យកើតទេតែមកហើកឃើញនឹងរៀងយូរដែរអញ្ចឹងហើយដំបងគេហ្នឹងមកសាក់ញ៉ាំឆាយ៉នៅខាងគាត់បាននិយាយពីហូចជាតិវិញអញថាឆ្ងាញ់គួរសមដែរអញ្ចឹងវាមិនឆ្ងាញ់ខ្លាំងណាស់ហ្មងទេប៉ុណ្ណឹងមកល្មមដែរ